ទម្លាប់6ចំណុចជួយឲ្យរបួសផ្លូវចិត្តប្រសើរឡើងនៅពេលដែលនិយាយទៅដល់ពាក្យថារបួសនេះមនុស្សភាគច្រើនគិតទៅដល់របួសផ្លូវកាយប៉ុន្តែតាមពិតទៅរបួសផ្លូវចិត្តគឺពិបាកព្យាបាលជាងរបួសផ្លូវកាយទៅទៀតពីព្រោះថារបួសមួយនេះវាមិនអាចមើលឃើញដោយភ្នែកឬក៏មិនទាន់មានឧបករណ៍វិទ្យាសាស្ត្រដើម្បីឆ្លុះមើលឃើញវានៅឡើយទេមួយទៀតមុននឹងចូលដល់ប្រធានបទមួយនេះខ្ញុំចង់បញ្ជាក់បងប្អូនទាំងអស់គ្នាថាខ្ញុំមិនមែនជាអ្នកជំនាញចិត្តវិទ្យាឬក៏ជាគ្រូពេទ្យខាងផ្នែកផ្លូវចិត្តអ្វីនោះទេខ្ញុំគ្រាន់តែជាមនុស្សដែលចូលចិត្តអានសៀវភៅបែបចិត្តវិទ្យាក៏ដូចជាចូលចិត្តស្រាវជ្រាវនៅចំណេះដឹងថ្មីៗតាមរយៈការអានហើយក៏ឃើញថាវាមានប្រយោជន៍ក៏ចង់យកវាមកចែករំលែកបន្តជូនបងប្អូនទាំងអស់គ្នាតែប៉ុណ្ណោះចូលមកដល់ប្រធានបទរបស់យើងវិញមានរឿងមួយដែលបងប្អូនគ្រប់គ្នាគឺសុទ្ធតែបានដឹងរួចហើយថាសុខភាពល្អគឺផ្ដើមពីការមានទម្លាប់ល្អមិនថាជាសុខភាពផ្លូវកាយឬក៏សុខភាពផ្លូវចិត្តនោះទេទម្លាប់ពិតជាជះឥទ្ធិពលមកដល់ជីវិតរបស់យើងខ្លាំងណាស់មិនចំពោះតែសុខភាពនោះទេសូម្បីតែការប្រកបកិច្ចការងារផ្សេងៗក៏ពាក់ព័ន្ធនឹងទម្លាប់នេះដូចគ្នារាល់អ្វីដែលយើងទទួលបានគឺសិតសឹងតែកើតចេញពីទម្លាប់តូចៗដែលយើងតែងតែធ្វើជាប្រចាំជារៀងរាល់ថ្ងៃពេលខ្លះរបួសផ្លូវចិត្តវាកើតឡើងដោយសារតែយើងមានទម្លាប់ធ្វើរឿងដែលខុសៗឧទាហរណ៍ដូចជាពេលជួបបញ្ហាណាមួយយើងតែងតែសួរថាហេតុអ្វីវាកើតឡើងមកលើខ្ញុំប៉ុន្តែតាមពិតទៅសំណួរដែលយើងត្រូវសួរមកកាន់ខ្លួនឯងនៅពេលដែលជួបបញ្ហាណាមួយគឺយើងគួរតែសួរមកកាន់ខ្លួនឯងថាតើខ្ញុំអាចរស់នៅជាមួយរបួសនោះបានយ៉ាងដូចម្តេចដើម្បីកុំឲ្យវាបំផ្លាញខ្ញុំរបួសផ្លូវចិត្តភាគច្រើនវាមិនមែនកើតឡើងព្រោះតែបញ្ហាមួយឬក៏ព្រឹត្តិការណ៍មួយនោះទេប៉ុន្តែភាគច្រើនវាកើតឡើងពីការដែលយើងបូកផ្សំបញ្ហាចាស់ជាមួយនឹងបញ្ហាថ្មីយើងគិតវាឡើងវិញយើងរំលឹកនៅរឿងរ៉ាវឈឺចាប់ដែលយើងធ្លាប់ជួបពីមុនឡើងវិញហើយសន្សំវាចូលគ្នាបន្តិចម្ដងវាក៏คล้ายទៅជារបួសផ្លូវចិត្តព្រោះតែយើងមិនដឹងពីវិធីជំរុះវាចោលដោយវិធីណាដូច្នេះសូមបងប្អូនស្ដាប់និងអនុវត្តតាមទម្លាប់6ចំណុចខាងក្រោមនេះដើម្បីស្ដារផ្លូវចិត្តរបស់បងប្អូនទាំងអស់គ្នាឲ្យប្រសើរឡើងវិញបន្តិចម្ដងទម្លាប់ទី1គឺទម្លាប់សមាធិជារៀងរាល់ថ្ងៃរយៈពេល5នាទីក្នុងមួយថ្ងៃឬក៏អាចធ្វើលើសនឹងក៏បានដែរប្រសិនបើបងប្អូនទាំងអស់គ្នាមានពេលវេលាបងប្អូនអាចធ្វើវានៅពេលដែលយើងក្រោកពីគេងភ្លាមឬក៏ពេលដែលយើងរៀបចូលគេងក៏បានដែរហើយកុំភ្លេចមានប្រតិទិនដើម្បីគូសញ្ញាសម្គាល់តាមដានពីភាពជាប់លាប់ក្នុងការធ្វើរបស់យើងឧទាហរណ៍ថាយើងកំណត់ពេលវេលាធ្វើរយៈពេល1ខែឬក៏2ខែឬក៏3ខែជាដើមចំណុចទី2គឺទម្លាប់សរសេរចេញនៅពេលដែលយើងមានទម្លាប់សរសេរឬក៏កត់ត្រានៅរាល់ហេតុការណ៍ដែលយើងបានជួបប្រទះក៏ដូចជានៅរាល់អារម្មណ៍ដែលយើងមាននៅក្នុងថ្ងៃនីមួយៗវាមិនត្រឹមតែអាចជួយផ្ទេរនៅអារម្មណ៍របស់យើងចេញពីក្នុងខ្លួនរបស់យើងប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងអាចជួយឆ្លុះបញ្ចាំងត្រឡប់មកកាន់ខ្លួនយើងថែមទៀតផងចំណុចទី3ទម្លាប់អត់ទោសឲ្យខ្លួនឯងប្រាប់ខ្លួនឯងថាគ្មានអ្វីគួរឲ្យសោកស្ដាយនោះទេគ្រប់យ៉ាងវាគឺជាដំណើររបស់ធម្មជាតិទោះជាយើងស្ដីបន្ទោសមកកាន់ខ្លួនឯងក៏មិនអាចកែប្រែឲ្យអ្វីៗប្រសើរឡើងបានដែរប៉ុន្តែយើងត្រូវខិតខំកែប្រែខ្លួនឯងសាជាថ្មីចំណុចទី4ទម្លាប់ហាត់ប្រាណជាប្រចាំការហាត់ប្រាណវាមិនត្រឹមតែជួយទៅដល់សុខភាពផ្លូវកាយប៉ុណ្ណោះទេប៉ុន្តែវាក៏ជួយទៅដល់សុខភាពផ្លូវចិត្តរបស់យើងផងដែរវាជួយកាត់បន្ថយ stress ដូច្នេះប្រសិនបើថ្ងៃនេះអ្នកមានអារម្មណ៍មិនល្អសូមក្រោកឡើងហើយជំនះដើរទៅកន្លែងហាត់ប្រាណឈប់ផ្ដេកផ្ដួលតាមជំងឺផ្លូវចិត្តគ្មានអ្នកណាអាណិតយើងនោះទេកុំទាមទារការអាណិតនិងការចាប់អារម្មណ៍ពីអ្នកដទៃចំណុចទី5ទម្លាប់ញ៉ាំអាហារដែលផ្ដល់ផលល្អចំពោះសុខភាពដូចជាការញ៉ាំបន្លែផ្លែឈើស្រស់ៗញ៉ាំទឹកឲ្យបានច្រើនកាត់បន្ថយការញ៉ាំអាហារកែច្នៃឬក៏អាហារដែលមានជាតិស្ករខ្ពស់សម្រាប់ឲ្យបានគ្រប់គ្រាន់ហើយប្រសិនបើមិនសប្បាយចិត្តឬក៏គិតអ្វីមិនចាញ់កុំភ្លេចញ៉ាំទឹកឲ្យបានច្រើនចំណុចទី6ទម្លាប់ស្ដាប់និងមើលអ្វីដែលល្អៗជារៀងរាល់ថ្ងៃដើម្បីចម្រើនមេត្តានៅក្នុងចិត្តចំណាយពេលជាមួយធម្មជាតិនិងបរិយាកាសខាងក្រៅឲ្យបានច្រើនពិសេសគឺជាមួយមនុស្សដែលគាត់ចូលចិត្តគិតវិជ្ជមានជាជាងចំណាយពេលទៅលើឧបករណ៍អេឡិចត្រូនិកផ្សេងៗបងប្អូនអាចសាកល្បងអនុវត្តតាមទម្លាប់ទាំង6ចំណុចនេះឲ្យបានជាប់លាប់រយៈពេល3ខែនោះបងប្អូននឹងទទួលបានផ្លូវចិត្តដែលល្អប្រសើរជាងមុនសរុបមកវិញទម្លាប់មិនអាចលុបអតីតកាលបានទេប៉ុន្តែទម្លាប់នឹងជួយបង្កើតអនាគតថ្មីនិងជីវិតថ្មីដល់យើងសូមចងចាំថារាល់ការផ្លាស់ប្ដូរធំៗគឺសុទ្ធតែកើតចេញពីទម្លាប់តូចៗប្រចាំថ្ងៃរបស់យើងនេះឯងជាចុងក្រោយកុំភ្លេចចុច like និងចែករំលែកវីដេអូនេះម្នាក់មួយផងប្រសិនបើបងប្អូនទាំងអស់គ្នាយល់ថាវីដេអូមួយនេះមានប្រយោជន៍ហើយសម្រាប់បងប្អូនថ្មីៗដែលកំពុងតែស្ដាប់នៅលើ page Facebook មិនទាន់បាន follow page Facebook ខ្ញុំទេបងប្អូនអាចចុច follow page Facebook របស់ខ្ញុំម្នាក់មួយទៅដើម្បីទទួលបានវីដេអូថ្មីៗដែលជាចំណេះដឹងបន្តទៀតហើយសម្រាប់បងប្អូនដែលកំពុងតែស្ដាប់នៅលើ channel YouTube មិនទាន់បាន subscribe channel YouTube ខ្ញុំទេបងប្អូនអាចចុច subscribe channel របស់ខ្ញុំម្នាក់មួយទៅដើម្បីទទួលបានវីដេអូថ្មីៗដែលជាចំណេះដឹងបន្តទៀតដូចគ្នា